សន្មតថាហុងស៊ុយខាងក្រៅយើងបានរៀបចំបានត្រឹមត្រូវហើយធ្វើឲ្យអាជីវកម្មរបស់យើងដើរបានស្រួលបានរលូនមានប្រាក់ចំណូលហើយអញ្ចឹងចូលមកក្នុងផ្ទះតើចូលក្នុងផ្ទះហ្នឹងវាคล้ายទៅជាលុយជាកាក់ទៅជាទ្រព្យធនរបស់យើងយ៉ាងម៉េចអញ្ចឹងយើងមើលជោគជតាហើយនឹងជោគលាភរបស់ម្ចាស់ផ្ទះមួយនោះដែលទ្រព្យពីធម្មជាតិបានមកពីអាជីវកម្មកម្លាំងនោះវាយ៉ាងម៉េចបាទយើងមើលនេះទ្វារចូលប្រៀបដូចជាមាត់បាទនេះបន្ទប់ទទួលភ្ញៀវប្រៀបដូចជាប្រអប់មាត់ក្រអូបមាត់ក្នុងមាត់ទាំងមូលបាទនេះផ្លូវចូលបាទផ្លូវចូលនេះប្រៀបដូចថាអានេះប្រអប់មាត់ចូលតាមបេមាត់ប្រអប់មាត់ហើយមកតាមបំពង់កបាទបំពង់កបាទនេះបន្ទប់គេងជាជោគជតារាសីរបស់ម្ចាស់ផ្ទះបាទយើងមើលជោគលៀបចូលមកបាត់ចឹងមកបាទហើយចូលមកនេះផ្ទះបាយនេះបន្ទប់ទឹកបាទនេះជាបំពង់កចូលមកហើយម្ដងនេះផ្ទះបាយបាទគឺជាក្រពះហើយបន្ទប់ទឹកគឺជាពោះវៀនកន្លែងចែកចាយអាហារទៅសរីរាង្គកាកសំណល់សល់មកបាទចេញមកទ្វារក្រោយប្រៀបដូចជាកន្លែងនេះជាគូតបាទជាទ្វារវច្ចមៈគឺកន្លែងបញ្ចេញចោលនៃលាមកអញ្ចឹងយើងពិនិត្យមើលចេះថាជាធម្មតាបើយើងរៀបចំផ្ទះបានត្រឹមត្រូវអញ្ចឹងហើយបាទវាចូលមកបាទទ្របវាចូលមកវាចូលតាមទ្វាររួចមកកន្លែងបន្ទប់ទទួលភ្ញៀវរួចហើយវាចូលមកបាទតាមបំពង់កគឺផ្លូវដើរចូលមកផ្ទះបាយកន្លែងដែលច្នៃប្រឌិតបាទច្នៃប្រឌិតកន្លែងកែច្នៃទ្រព្យសម្បត្តិពីធម្មជាតិនោះឲ្យคล้ายជាទ្រព្យធនរួចហើយបន្ទប់ទឹកវាជាកន្លែងស្រូបទាញប្រៀបដូចពោះវៀនអញ្ចឹងវាជាកន្លែងចែកចាយរសជាតិជីវជាតិទាំងអស់ទៅសរីរាង្គចឹងហើយទាំងអស់នេះបើយើងធ្វើខុសកន្លែងណាមួយគឺយើងនឹងមានវិបត្តិកន្លែងនោះហើយបាទ